ជំរាបសួរបងប្អូនអរគ្នាចាសម្រាប់បងប្អូនដែលត្រូវការកក់ស្វត្ថិយន្តហោះរៀបចំឯកសារដកប្រាក់ហាក់ស្មើនប្រាក់អំណាចឆ្នាំឬក៏បងប្អូនអ្នកដែលគាត់នៅប្រទេសកូរ៉េខុសច្បាប់យូរឆ្នាំមកហើយលុយប្រាក់50,000ដែលគាត់បានបង់មកប្រទេសកូរ៉េដំបូងដែលគេហៅថា Kikup Home បងប្អូនអរគ្នានៅកូរ៉េខុសច្បាប់លើសពី3ឆ្នាំទៅលុយនឹងអត់នៅខាងក្រុមហ៊ុន Samsung Vajai ទៀតទេគឺបានផ្ទេរទៅក្រុមហ៊ុនធនធានមនុស្សចឹងហើយសម្រាប់បងប្អូនអ្នកដែលគាត់ត្រូវការរៀបចំឯកសារគាត់អាចប្រឹក្សាជាមួយនឹងខ្ញុំបាននេះខ្ញុំមានសេវាកម្មសម្រួលចាជូនបងប្អូនទាំងអស់គ្នាទាំងសេតតែម្ដងណាចាអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចណាជាមួយនឹងសេវាកម្មរបស់អ្នកគ្រូខចឹងជម្រាបលាសួស្តីបងប្អូនទាំងអស់គ្នាចំពោះបងប្អូនដែលត្រូវការសេវាកម្មរៀបចំឯកសារសម្រួលនៅឯប្រលានយន្តហោះឬក៏កក់ស្វត្ថិយន្តហោះរៀបចំឯកសារដកប្រាក់អាសមែនប្រាក់អំណាចឆ្នាំកណែប្រាក់អំណាចឆ្នាំនិងសម្រួលសេវាកម្មទូទៅបងប្អូនអរគ្នាអាចប្រឹក្សាជាមួយនឹងខ្ញុំបានណាសូមអរគុណ